លើកទី1ហើយដែលខ្ញុំទៅញ៉ាំអាហារ buffet ហើយអត់ស្ដាយលុយរដងតាបងប្អូនហៅទៅ pay free អីក៏ដោយក៏ខ្ញុំអត់ទៅដែរដោយសារតែខ្ញុំហូបតែបន្លែហើយបានតែប្រហែលម៉ាត់ខ្ញុំចែកបាត់តែចែកដោះអីថ្ងៃនេះនឹកឃើញល្មិចបានមេភ័ក្រខ្ញុំគេហៅទៅញ៉ាំ buffet ហើយដាក់បង្កងអស់ចំ1គីឡូបកាផងអីផងនិយាយអត់ស្ដាយលុយទេឲ្យតែយ៉ាងហោចណាស់ឲ្យតែបានហូប1គីឡូបកាបង្កងក៏បានដែរឲ្យតែបានអស់ព្រោះរដងឲ្យតែគេបបួលទៅ buffet គឺថាមិនដែលទៅទេស្ដាយលុយព្រោះហូបបានតែបន្តិចឆ្អែតបាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាមកមើលអាហារ buffet មកកន្លែងនៅផ្លូវ60ម៉ែត្រនេះហៅថា Red Grape Buffet ហើយអ្នកសៀមរាបជាច្បាស់ជាស្គាល់ហើយកន្លែងនេះដោយសារនៅកន្លែងនោះវាសម្បូរទៅដោយគ្រឿងសមុទ្រគ្រឿងអាំងស្រស់ដូចជាបកកផ្គាមឹកជាដើមគឺថាស្រស់ៗដែលអ្នកបានឃើញដែលខ្ញុំចាប់ឲ្យមើលអញ្ចឹងគឺទៅដល់ភ្លាមគឺថាចាប់ដាក់ថ្មីអញ្ចឹងទៅចង់ដឹងថាខ្លួនឯងហូបអស់ក៏អត់ដាក់មួយចានទៅអស់មែនតែខ្ញុំឆ្ងល់ខ្លួនឯងដល់ពេលយើងទៅហូប buffet យើងហូបសាច់ឆ្អែតខ្លាំងតែម្ដងដោយសារនៅកន្លែង buffet អ្នកដឹងស្រាប់ហើយគឺមានសាច់អាំងស្រស់ថ្មីជាមួយនឹងម្ហូបច្រើនមុខរត់មិនអស់ទេដែលយើងឃើញហៅថាកន្លែង buffet គឺជាកន្លែងដែលថាញ៉ាំ as much as you can ណាដាក់បានប៉ុណ្ណាដាក់ទៅឲ្យតែដាក់បានកុំឲ្យទៅសល់របស់គេតែមានណាពេលមកដល់ផ្ទះអញ្ចឹង1ម៉ោង2ម៉ោងនិយាយវាស្រក់ពោះតាណាអត់យល់រងថ្ងៃយើងហូបបាយដល់ពេលហូបបាយទៅវាឆ្អែតយូរដល់ពេលនៅ buffet ភ្លេចហូបបាយមានណាមដល់ផ្ទះគឺអង្គុយស្ទាបពោះ1ម៉ោងក្រោយមកក៏ឃ្លានទៀតថ្ងៃនេះខ្ញុំមកជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំនិងគ្រួសាររបស់គេហើយយើងមកដល់នៅកន្លែងនេះឃើញថាបរិយាកាសប្លែកម្យ៉ាងដែរឃើញថាមានភ្ញៀវក្នុងស្រុកក្នុងខេត្តរបស់យើងមកញ៉ាំជាច្រើនព្រមទាំងមកពីខាងរាជធានីក្រុងក៏មានមួយច្រើនដូចគ្នាដែរតែបើយើងទៅប្រៀបធៀបជាមួយនៅក្នុងរាជធានីក្រុងភ្នំពេញឬក៏កំពង់សោមឯណានៃផ្សេងទៀតខ្ញុំជឿថាតម្លៃនេះគឺអត់មានទេនិយាយទៅអាហារ buffet នៅក្នុងខេត្តសៀមរាបទៅបីជាសម្បូរបែបយ៉ាងណាក៏ដោយក៏តម្លៃនៅទទួលយកបានហើយធូរថ្លៃនៅទីក្រុងភ្នំពេញយ៉ាងហោចណាស់ក៏$15ឡើងទៅដែរហើយសម្រាប់ខ្ញុំវិញថាស្ដាយលុយក៏បានដែរព្រោះដែលថា$15ទៅ$20ញ៉ាំហើយញ៉ាំតែមួយចាន2ចានខ្ញុំស្អិតបាត់ហើយដល់ពេលខ្ញុំអាចញ៉ាំបានច្រើនអញ្ចឹងខ្ញុំអត់ចង់ទៅ buffet ទេអញ្ចឹងហើយបានខ្ញុំនិយាយថាលើកនេះខ្ញុំញ៉ាំអត់ស្ដាយលុយបើយើងនិយាយអំពីកម្មវិធីជួបជុំមិត្តភ័ក្តិញ៉ាំអាហារពេលល្ងាចហើយគ្នាច្រើនយើងគួរតែគិតគូរដល់អាហារ buffet ព្រោះពេលខ្លះយើងគឺថារៀងថ្លៃបន្តិចប៉ុន្តែនៅពេលដែលយើងមកញ៉ាំគឺគ្រប់គ្នាគឺញ៉ាំបានឆ្អែតហើយគ្រប់មុខដែលខ្លួនឯងចង់ញ៉ាំហើយអាចរើសតាមចិត្តដែលខ្លួនឯងចង់បានតែបើយើងទៅតាមហាងមានការ order កំងម្ហូបធម្មតាអីនោះវាក៏ស្រួលមួយយ៉ាងដែរប៉ុន្តែបើយើងគិតលុយទៅវាមិនខុសគ្នាអីមិនទេប៉ុន្តែបើសិនជាយើងចង់បានបរិយាកាសមួយថាមិនសូវខ្វល់រឿងថាកំងហូបអីគេឥឡូវទៅ buffet ទៅមានគ្រប់បែបយ៉ាងចង់ញ៉ាំអីញ៉ាំទៅគឺទៅដល់គឺគ្មានអ្នកណាថាមិនញ៉ាំទេដោយសារទៅដល់នោះម្ហូបដាក់ពេញត្រេពេញកន្លែង station អីហ្នឹងគឺរើសចាប់តាមចិត្តទាំងម្ហូបអាហារបង្អែមមកជូរមកចត់ឯណាស្អីក៏មានដែរបាទចង់សាកល្បងអាហារ buffet នៅសៀមរាបបាទ complete នៅ Direct Grab បាទអញ្ចឹងចាំមើលថ្ងៃណាមិនត្រូវហូបកន្លែងផ្សេងទៀតយកមក review ជូនអ្នកនរគ្នាមើលបាទបើស្រឡាញ់ចូលចិត្ត complete ជួយ like ជួយ share ទុកវីដេអូនឹងផងដើម្បីថ្ងៃក្រោយមកលេងសៀមរាបអីអាចរកកន្លែងហូបបាន